ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីកតេកម្ដៅចាអញ្ចឹងនេះគឺជាកតេកម្ដៅចាដែលមានទូនាទីជួយស្អំសរសៃឈាមចាជួយឲ្យប៉ាម៉ាក់ទាំងអស់គ្នាបែកចេញជាតិពុលចាអញ្ចឹងសម្រាប់ប៉ាម៉ាក់ដែលមានបញ្ហាសុខភាពហាត់ប្រាណមិនបានអញ្ចឹងណាចាហើយឈឺដៃឈឺជើងស្ពឹកសពុនដៃជើងចង្កេះខ្នងអីសូមព្យាយាមចាប្រើប្រាស់កតេកម្ដៅនេះដឹងតែបានស្រួលហើយចាអញ្ចឹងឥឡូវនេះខ្ញុំសូមណែនាំអារម្មណ៍ប៉ាម៉ាក់ទាំងអស់គ្នាឲ្យបានមកដឹងពីអត្ថប្រយោជន៍នៃការគេងកតេកម្ដៅនឹងចាចឹងនេះគឺរូបស្រីស្អាតតែកំពុងតែអង្គុយបង្ហាញរូបរាងដ៏ស្អាតសង្ហានៅលើកតេកម្ដៅចាទូម៉ាលីនចាអញ្ចឹងនេះប៉ាទាំងអស់គ្នានេះគឺជាថ្មទូម៉ាលីនចាដែលផ្សំពីវត្ថុធាតុដើម6យ៉ាងអញ្ចឹងណាមកប៉ាណាចាអញ្ចឹងទូម៉ាលីន stone មកប៉ាណាដាក់ថាថ្មទូម៉ាលីនអញ្ចឹងភាសាអង់គ្លេសគេដាក់ថាទូម៉ាលីន stone មកប៉ាណាចាអញ្ចឹងអ្នកខ្មៅនេះគឺជាថ្មទូម៉ាលីនចាទូម៉ាលីនគឺជារ៉ែគ្រីស្តាល់ផ្សំជាមួយធាតុដូចជាអាលុយមីញ៉ូមដែកម៉ាញ៉េស្យូមសូដ្យូមលីជូមនិងប៉ូតាស្យូមចាអញ្ចឹងបានន័យថាអាថ្មខ្មៅដែលគេយកមកធ្វើជាកន្ទេលសម្រាប់ព្យាបាលហ្នឹងណាគឺផ្សំពីវត្ថុ6យ៉ាងដែលមានឈ្មោះថាទី1គឺអាលុយមីញ៉ូមទី2គឺដែកទី3ម៉ាញ៉េស្យូមទី4សូដ្យូមទី5លីជូមនិងទី6ប៉ូតាស្យូមអញ្ចឹងអាសារធាតុទាំង6នេះគេផ្សំចូលគ្នាហើយក៏យកមកធ្វើជាថ្មសម្រាប់ព្យាបាលជំងឺទៅអ្នកជំងឺផ្សេងតែម្ដងចាវាត្រូវបានឲ្យគេដឹងថាតាមប្រវត្តិសាស្ត្រចាជាថ្មវីតាមីនចាដែលមានសមត្ថភាពការពារអ្នកណាដែលបានប្រើប្រាស់វាចាវាមានសមត្ថភាពមិនធម្មតានិងជាពិសេសបំផុតក្នុងការបង្កើតបន្ទុកអគ្គិសនីដូចនេះហើយបានជាវាអនុញ្ញាតឲ្យត្បូងនេះផលិតជាinfrared រលក alpha ចាទូម៉ាលីនមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងសម្រាប់អត្ថប្រយោជន៍សុខភាពជាពិសេសសមត្ថភាពរបស់វាក្នុងការជួយដល់ដំណើរការបន្សាបជាតិពុលក្នុងឈាមចាក្នុងសរីរាង្គកាយនិងបង្កើនប្រព័ន្ធការពាររាងកាយនិងជួយដល់ចរន្តឈាមឲ្យដំណើរការល្អចាអញ្ចឹងទូម៉ាលីនមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងសម្រាប់អត្ថប្រយោជន៍សុខភាពអញ្ចឹងប៉ាម៉ាក់ណាចាជាពិសេសគឺសមត្ថភាពរបស់វាគឺជួយដល់ដំណើរការបន្សាបជាតិពុលនៅក្នុងរាងកាយចានិងបង្កើនប្រព័ន្ធការពាររាងកាយនិងជួយដល់ចរន្តឈាមឲ្យដំណើរការល្អចាអញ្ចឹងវាបន្សាបជាតិពុលនៅក្នុងរាងកាយតាមវិធីណាមកប៉ាគឺវាបន្សាបជាតិពុលនៅក្នុងរាងកាយតាមរយៈការឡើងគេងនៅកតេហ្នឹងវាប្រើកម្ដៅចាហើយអាកម្ដៅគឺបានមកពីថ្ម6បានមកពីថ្មចាបានមកពីថ្មដែលផ្សំពីវត្ថុ6យ៉ាងដែលកូនរៀបរាប់ខាងលើនេះចាអញ្ចឹងនៅពេលដែលយើងឡើងគេងលើហ្នឹងទៅវាមានកម្ដៅចាជ្រាបចូលក្នុងស្បែករបស់យើងបានពី4ទៅ5សង់ទីម៉ែត្រអញ្ចឹងពេលដែលយើងគេងនៅកតេហ្នឹងបានរយៈពេលបាន15នាទី20នាទីកន្លះម៉ោងយើងចាប់ផ្ដើមក្តៅសាច់ចាប់ផ្ដើមចេញជាតិញើសមកតិចម្ដងចាអញ្ចឹងនៅពេលដែលមកប៉ាគេកន្លះម៉ោងជាងទៅគឺយើងនឹងបែកញើសជោគពេញមករាងកាយរបស់យើងចាអញ្ចឹងអាញើសហ្នឹងគឺជាគេហៅថាជាជាតិពុលចាហ្នឹងហើយអញ្ចឹងមនុស្សណាក៏ដោយដែលអត់ចេញញើសគឺអត់ស្រួលខ្លួនទេតែបើសិនតែគាត់ឈឺដៃឈឺជើងចាហើយគាត់មិនអាចហាត់ប្រាណបានគាត់ព្យាយាមមកគេងម៉ាស៊ីនគេងកតេកម្ដៅហ្នឹងណាចាគេងកតេកម្ដៅនេះចាដឹងតែគាត់បានបែកញើសមកគាត់ស្រួលខ្លួនតែម្ដងអញ្ចឹងណាមកបានណាតាកាំរស្មី infrared តាកាំរស្មី infrared មានអ្វីខ្លះចាអញ្ចឹងនេះមកប៉ានេះគឺរូបភាពមនុស្សដែលគេងនៅលើកតេហ្នឹងណាហើយនេះគឺជារលកកាំរស្មី infrared ដែលជ្រាបចូលទៅក្នុងស្បែករបស់យើងបានពី4ទៅ5សង់ទីម៉ែត្រអញ្ចឹងមកប៉ាណាចានេះមកប៉ានេះរូបភាពកតេកម្ដៅអញ្ចឹងវាមានធំមានតូចអញ្ចឹងមកប៉ាណាហើយកតេហ្នឹងយើងអាចបត់បានអញ្ចឹងមកប៉ាចានៅពេលដែលប្រព័ន្ធកម្ដៅក្នុងកម្រាលត្រូវបានបើកកាំរស្មី infrared ចូលទៅដល់ស្បែកពី4ទៅ5សង់ទីម៉ែត្រនោះ infrared កាំរស្មី infrared ត្រូវបានបង្ហាញថាវាជួយបង្កើននៅចរន្តឈាមរត់អញ្ចឹងមកប៉ាណា អ
ការរំលែកអាហារនិងបង្កើនប្រព័ន្ធភាពស៊ាំពួកវាជាអត្តពលជាវិជ្ជមានដល់សាច់ដុំលើស្បែកសរសៃឈាមស៊ុតនិងកូនកណ្ដោនិងសូម្បីតែប្រព័ន្ធសរសៃប្រសាទអញ្ចឹងគឺវាល្អវាជាអត្តពលជាវិជ្ជមានមិនអវិជ្ជមានទេមកប៉ាណាគឺជាវិជ្ជមានអញ្ចឹងវាល្អសម្រាប់ដល់សាច់ដុំនៅលើស្បែកសរសៃឈាមស៊ុតកូនកណ្ដោនិងសូម្បីតែប្រព័ន្ធសរសៃប្រសាទយើងមកប៉ាណាចាអញ្ចឹងនេះរូបភាពកន្ទេលកម្ដៅអញ្ចឹងមកប៉ាណាមានធំមានតូចអញ្ចឹងមកប៉ាបើនិយាយចំទៅកម្មរស្មី infrared ជួយឲ្យកោសិកានៅក្នុងផ្នែកនៃរាងកាយទាំងអស់នេះរស់ឡើងវិញបានអញ្ចឹងមកប៉ាណាកម្មរស្មី infrared កម្ដៅរាងកាយពីក្នុងសរសៃឈាមដែលកំពុងដំណើរការដែលធ្វើឲ្យឈាមរត់ឡើងវិញនិងជួយពង្រឹងដំណើរការមេតាបូលីកដូច្នេះធ្វើឲ្យមានប្រតិកម្មគីមីនិងកោសិកាដូច្នេះធ្វើឲ្យមានប្រតិកម្មគីមីនៅក្នុងកោសិកាលទ្ធផលគឺវាជួយបន្សុទ្ធឈាមនិងពង្រឹងសមត្ថភាពក្នុងការធ្វើឲ្យវារស់ឡើងវិញអញ្ចឹងមកបានណាចាអញ្ចឹងនេះរូបភាពពេលដែលយើងអត់ទាន់បានគេងកន្ទេលកម្ដៅណាចាអញ្ចឹងមកនេះគ្រូយើងទៅជាឈាមយើងអត់សូវរត់ទេអញ្ចឹងមកបានណាតែនៅពេលដែលយើងគេងនៅកន្ទេលកម្ដៅបាន10នាទីចាវាឡើងផ្ទៃពណ៌ក្រហមនេះបានន័យថាអូដំណើរឈាមនេះរត់បានល្អជាងមុនហើយនេះគឺ17នាទីហើយនេះគឺរយៈពេល30នាទីអញ្ចឹងនៅពេលដែលយើងគេងចាប់ពី30នាទីទៅគឺកម្ដៅនេះវាជ្រាបពេញរាងកាយរបស់យើងមួយពួកយើងបែកយើងចេញជាតិពុលមកច្រើនហើយយើងឈឺដៃឈឺជើងចុករួយហ្នឹងគឺដឹងតែបាត់ឈឺតែម្ដងអញ្ចឹងមកបានណាចាអង្គការ NASA នៅក្នុងឆ្នាំ1908គាត់បាននិយាយថាការរំញោចកម្មរស្មីខ្សោយគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់អ្នកមានអាកាសនិកក្នុងការរក្សាភាពប្រសើរឡើងនៃប្រព័ន្ធប្រសាទឈាមបេះដូងអំឡុងពេលដែលពួកគាត់ទៅសិក្សាស្រាវជ្រាវទីអវកាសអញ្ចឹងមកប៉ាណានិយាយមកប៉ាចាអញ្ចឹងអាកម្ដៅកម្មរស្មី infrared នោះវាជាកម្ដៅកម្មរស្មីដែលខ្សោយអញ្ចឹងហើយវាអាចជួយធ្វើឲ្យបេះដូងរបស់យើងវាអាចជួយការពារបេះដូងរបស់យើងបានល្អនៅពេលដែលយើងទៅតំបន់ដែលត្រជាក់អញ្ចឹងមកប៉ាណាចាអត្ថប្រយោជន៍នៃការប្រើប្រាស់កន្ទេលប្រចាំថ្ងៃមកប៉ាណានិយាយមកប៉ាពេលដែលយើងគេងនៅកន្ទេលលើប្រចាំថ្ងៃរាល់ថ្ងៃអត្ថប្រយោជន៍វាជួយបានដូចខ្លះចាទី1គឺវាជួយសម្អាតជាតិខ្លាញ់នៅក្នុងសរសៃឈាមអញ្ចឹងមកប៉ាណាគេហៅថា cholesterol ណាចាទី2គឺជួយដល់អ្នកមានជំងឺលើសឈាមនិងស្លាប់មួយចំនួនខ្លួនទី3ជួយដល់អ្នកមានបញ្ហាលើសជាតិខ្លាញ់លើសជាតិអាស៊ីតឈឺសន្លាក់ចាទី4គឺជួយសម្រកទម្ងន់យ៉ាងមានស្ថិរភាពប្រើ1ម៉ោងស្មើនឹងហាត់ប្រាណ10គីឡូចាទី5គឺជួយឲ្យគេងលក់ស្រួលនិងកាត់បន្ថយភាព stress ទី6ជួយកាត់បន្ថយការឈឺចាប់ក្នុងរាងកាយទី7ជួយកាត់បន្ថយភាពជ្រីកជ្រៅនៃស្បែកទី8ជួយដល់លោកអ្នកដែលមានជំងឺទឹកនោមផ្អែមនិងខ្សោយកលៀនឲ្យបានស្រួលមកវិញហើយទី9ជួយដល់កោសិកាដែលអសកម្មឲ្យមានសកម្មឡើងវិញដែរចា៎ចឹងនេះគឺជាអត្ថប្រយោជន៍នៃការគេងកន្ទេលប្រចាំថ្ងៃបាទប៉ាណាចាខ្ញុំសង្ឃឹមថាប៉ាម៉ាក់ទាំងអស់គ្នាដែលមានជំងឺចាសូមព្យាយាមតាក់ទងមកខាងនេះខ្ញុំដើម្បីមកទទួលសេវាកម្មព្យាបាលជាមួយម៉ាស៊ីនអត់គិតថ្លៃចាចឹងនៅទីនេះគឺមានម៉ាស៊ីនចាសម្រាប់សម្រួលឆ្អឹងខ្នងមានកៅអីសម្រាប់ម៉ាស្សាមានកន្ទេលកម្ដៅសម្រាប់ស្អំមានខ្សែបាត់សម្រាប់ស្ប្រក់បាញ់ក្បាលពោះមានម៉ាស៊ីនសម្រាប់ព្យាបាលឬដងបាតអញ្ចឹងម៉ាស៊ីនជាម៉ាក់ប៉ាបងប្អូនទាំងអស់ដែលមានជំងឺសូមកុំភ្លេចព្យាយាមចាមកទទួលសេវាកម្មព្យាបាលនៅមជ្ឈមណ្ឌលរលាកម៉ាស្សានេះខ្ញុំធ្វើការពីម៉ោង8រហូតដល់ម៉ោង5ល្ងាចចាពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យសម្រាប់ចឹងបើសិនជាប៉ាម៉ាក់ទាំងអស់គ្នាចាប់អារម្មណ៍ចង់មកទទួលសេវាកម្មព្យាបាលនៅកន្លែងមជ្ឈមណ្ឌលចាសូមអញ្ជើញមកហើយចង់និយាយថាសាខារបស់យើងមាន3សាខាដែរនៅក្នុងទីក្រុងភ្នំពេញម៉ាក់ប៉ាបងប្អូនណាចាអញ្ចឹងមានដូចជានៅក្នុងផ្សារតាខ្មៅ3ចានៅក្នុងបរិយាពួកមកចង្ការដូនរំទី1ហើយនៅខាងម្ដុំផ្សារព្រៃទាគេហៅថាម្ដុំចាក់ជ្រូកចាអញ្ចឹងបើសិនជាពុកម៉ែទាំងអស់គ្នាចាប់អារម្មណ៍ចង់ទទួលបានសេវាកម្មព្យាបាលដ៏គិតថ្លៃចាសូមខលមកនាងខ្ញុំមកដើម្បីឲ្យដឹងថាអូកន្លែងនីមួយៗវានៅប្លុកណាអញ្ចឹងណាចាអញ្ចឹងបងប្អូនចឹងនេះខ្ញុំសូមអរគុណច្រើនហើយសូមថាប៉ាម៉ាក់ទាំងអស់គ្នានឹងព្យាយាមមកប្រើប្រាស់ម៉ាស៊ីនជារៀងរាល់ថ្ងៃប្រើដើម្បីសុខភាពប៉ាម៉ាក់ទាំងអស់គ្នាដើម្បីក្រុមគ្រួសារម៉ាក់ប៉ាទាំងអស់គ្នាមានសុភមង្គលចាអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលា